โบราณថាសត្វដើកនិយាយពីរឿងដើកឲ្យស្ដាប់សត្វដើកនេះវាកាលណាវាត្រូវការពងណាដល់ពេលដែលវាពងវាទៅកាយរូងក្នុងដីកាយរូងដីឬវាទម្លាក់ពងវាទៅក្នុងរូងហ្នឹងដល់រួចអស់ហើយវាកាយដីលុបបិទរូងដែលវាកប់ពងហ្នឹងតាក់ពងហ្នឹងវិញទៅបាត់តរកិច្ចសិក្សាទៅសិនបានចេះដឹង3យ៉ាងយើងទាំងអស់គ្នាមិត្តរួម3យ៉ាងបើអញ្ចឹងអត់ត្រូវមានការឲ្យឆ្លោះគ្នាទេស្ដាប់បានទេអត់មានការឲ្យឆ្លោះគ្នាទេអានេះចំណេះចេះដឹងមួយហើយណាជារឿងអាកំបាំងមួយហើយដែលអ្នកទាំងអស់គ្នាអត់ដែលដឹងហ្នឹងបើឥឡូវនេះប្រាប់ឲ្យដឹងទៅផ្សាយប្រាប់អ្នកដែលអត់បានមកនឹងផងឥឡូវជាបន្តទៅទៀតសូមធ្វើការអត្ថាធិប្បាយបញ្យល់អ្នកទាំងឡាយរាល់គ្នាឲ្យយល់អំពីពុទ្ធសាសនាហ្នឹងព្រោះយើងទាំងអស់គ្នាអ្នកកាន់ពុទ្ធសាសនាតពូជតពងវងត្រកូលតាំងពីជាទូតលូតលាយាយតាម៉ាកុងអីមកទល់យើងសប្តាហ៍ថ្ងៃនេះកាន់ពុទ្ធសាសនាប៉ុន្តែយើងអត់បានសិក្សាអំពីពុទ្ធសាសនាដឹងថាពុទ្ធនឹងជាស្អីឬពុទ្ធទូលមានព្រិនប្រដៅដល់មនុស្សជាស្អីអត់ទៅដឹងឲ្យតែទួយទេឃើញទេអានេះគេចេះតែទៅតាមទៅទំនៀមតាមទៅទម្លាប់ប្រពៃណីទៅបើអញ្ចឹងហើយការកាន់ពុទ្ធសាសនារបស់យើងអត់មានប្រយោជន៍អីទេគ្មានប្រយោជន៍អីបានទទួលផលអីដល់យើងអ្នកកាន់ពុទ្ធសាសនាទេវាស្មើនឹងបុរាណថាសត្វដើកនិយាយពីរឿងដើកឲ្យស្ដាប់សត្វដើកនេះវាកាលណាវាត្រូវការពងណាដល់ពេលដែលវាពងវាទៅកាយរូងក្នុងដីកាយរូងដីឬវាទម្លាក់ពងវាទៅក្នុងរូងហ្នឹងដល់រួចអស់ហើយវាកាយដីលុបបិទរូងដែលវាកប់ពងហ្នឹងតាក់ពងហ្នឹងវិញទៅបាត់ទៅអត់មាននៅក្រាបពងក្រាបអីភ្ញើពងអីដោយសត្វអតិអត់មានទេណាដើកហ្នឹងទៅបាត់ទៅដល់ពងនឹងវានៅក្នុងរណ្ដៅដែលមេកប់នឹងដល់វាគ្រប់ថ្ងៃគ្រប់ខែទៅវាញើសឡើងដល់ញើសឡើងកាយដីចេញមកខ្លួនឯងដល់កាយដីចេញមកខ្លួនឯងអើតមកខាងលើគេថាភ្នែកវាឃើញសត្វអីថានឹងឯងម៉ែវាហ្នឹងឃើញទេបើមកគេថាឲ្យតែអើតពីរណ្ដៅមកអើតមកលើឃើញសត្វអីថានឹងឯងម៉ែវាហ្នឹងអាម៉ែមែនតើអត់ស្គាល់ទេបងណាដូចជាយើងអ្នកកាន់ពុទ្ធសាសនាអត់ដឹងថាពុទ្ធសាសនាជាស្អីទេអានឹងសូមជ្រាបអញ្ចឹងតែសប្តាហ៍ថ្ងៃយើងពិតមែនតែអ្នកកាន់ពុទ្ធសាសនាប៉ុន្តែយើងទៅប្ររពគោរពកម្មវិធីសាសនាដទៃច្រើនណាថានឹងជាពុទ្ធសាសនាអានឹងដូចជាដើកយ៉ាងឯងដូចជាដើកកើតមកកាយចេញពីរូងមកអត់ឃើញសត្វអីថាសត្វនោះមេវាម៉ែវាយើងអ្នកកាន់ពុទ្ធសាសនាអត់បានរៀនបានសូត្រអីតាមទំនៀមទម្លាប់ម៉ែឪដូនតាទៅធ្វើតាមទំនៀមទម្លាប់រួចប្រទេសកម្ពុជាយើងសាសនាមុនដំបូងគឺសាសនាព្រាហ្មណ៍ប្រាសាទទាំងអស់នៅលើទឹកដីកម្ពុជានៅខេត្តណាក៏ដោយសត្វតែសាសវត្តរបស់សាសនាព្រាហ្មណ៍ទេដល់សាសនាព្រាហ្មណ៍នឹងសាបសូន្យអស់ទៅពុទ្ធសាសនានេះរីកចម្រើនលូតលាស់ឡើងរីកចម្រើនนั้นអ្នកគ្នាគោរពពុទ្ធសាសនាហ្នឹងទៅយកទៅទំនៀមទម្លាប់ពិធីកម្មរបស់សាសនាព្រាហ្មណ៍នឹងឯងមកគោរពវាធ្លាប់ពីមុនអត់ដឹងស្មានថានឹងឯងជាពុទ្ធសាសនានេះគ្រោះថ្នាក់មួយធំបំផុតសម្រាប់យើងអ្នកកាន់ពុទ្ធសាសនានោះនឹងសំសាសនាសាសទាំងឡាយនឹងជ្រាបថាយើងពិតមែនថាអ្នកកាន់ពុទ្ធសាសនាតែអត់បានរៀនសូត្រអំពីពុទ្ធសាសនាសំបីតែពាក្យថាពុទ្ធៈហ្នឹងក៏មិនយល់ថាស្អីផងសាសនាហ្នឹងក៏មិនដឹងថាស្អីវាភាសាបាលីខ្មែរយើងប្រើភាសា3យកមកបញ្ចូលគ្នាប្រើសប្តាហ៍ថ្ងៃជាភាសាជាតិនេះភាសាទី1ភាសាសំស្ក្រឹតភាសាសំស្ក្រឹតថាភាសាទី2ភាសាបាលី
ភាសាសំស្ក្រឹតនិងបាលីមិនមែនជាភាសានៅលើទឹកដីកំណើតយើងទេជាភាសាដែលហូរចូលមកពីប្រទេសឥណ្ឌាសាសនាភាសាសំស្ក្រឹតចូលមកទឹកដីកម្ពុជាតាមសាសនាព្រាហ្មណ៍ហើយនិងពុទ្ធសាសនាមហាយានភាសាបាលីចូលមកទឹកដីកម្ពុជាតាមរយៈពុទ្ធសាសនាថេរវាទម្ល៉េះភាសាពីរនោះយកមកបូកច្របល់គ្នានឹងខេមរៈភាសាគឺភាសាជាតិរបស់យើងនឹងប្រើជា3ភាសាគេថាត្រៃភាសាប្រើសម្រាប់ភាសាយើងប្រើប្រាស់ប៉ុន្តែអញ្ចឹងយើងនិយាយសប្តាហ៍យើងនិយាយភាសាបាលីក៏និយាយសំស្ក្រឹតក៏និយាយខ្មែរក៏និយាយអានឹងប៉ិនអត់ដឹងថាស្អីលើកឧទាហរណ៍ដែលខ្លីងាយភាសាបាលីថាសតិសំស្ក្រឹតថាស្មារតីខ្មែរថាការនឹកការរលឹកឃើញណាអ្វីក៏សតិអាហ្នឹងយើងនិយាយទាំង3សតិក៏និយាយស្មារតីក៏និយាយការដឹងការនឹករលឹកបានក៏និយាយដែរនិយាយទាំង3អានេះច្រើនជាឧទាហរណ៍3ភាសាហ្នឹងដល់អញ្ចឹងយើងអត់បានយល់អីទៅអសោះដោយពាក្យថាពុទ្ធព្រះពុទ្ធនេះបាលីថាពុទ្ធៈប្រែជាខ្មែរថាលោកអ្នកត្រាស់ដឹងលោកអ្នកដឹងលោកអ្នកចាក់ធ្លុះដោយបញ្ញាញាណគឺពុទ្ធជាមហាទស្សនវិទូជាមហាអ្នកប្រាជ្ញជាអគ្គទស្សនវិទូជាកំពូលអ្នកប្រាជ្ញនៅលើពិភពលោកអត់មានណាដែលមានបញ្ញាស្មើនឹងពុទ្ធទេលោកចាក់ធ្លុះលោកដឹងដោយសារបញ្ញាអានឹងយ៉ាងហើយពាក្យថាបញ្ញានឹងជាភាសាបាលីទៀតសំស្ក្រឹតថាប្រាជ្ញាប្រែជាខ្មែរថាសេចក្តីដឹងទូទៅប្រែខ្មែរថាដឹងទូទៅយ៉ាងដែលអ្នកទាំងឡាយគ្រប់គ្នាទាំងអស់ដែលជាសិស្សានុសិស្សកំពុងតែសិក្សារៀនសូត្រគឺការសន្សំបញ្ញានឹងឯងដើម្បីឲ្យដឹងអ្វីដែលយើងយល់ដឹងស្គាល់អាហ្នឹងជាតួបញ្ញាអ្វីដែលយើងមិនស្គាល់ហ្នឹងជាតួអត់បញ្ញាត្រូវយើងយល់តែអញ្ចឹងនឹងសម្រាប់ពុទ្ធសាសនាពុទ្ធជាមនុស្សទេណាពុទ្ធមិនមែនជាអតិទេពមិនជាទេវៈមិនជាប្រអិនប្រព្រំអីសូនរាយអីទេមិនមែនពុទ្ធជាមនុស្សជាអ្នកមានបញ្ញាឥតមានអ្នកណាមានបញ្ញាស្មើនឹងពុទ្ធទេហើយសប្តាហ៍ព្រះពុទ្ធនេះអ្នកនៅបច្ចិមប្រទេសដែលគេកាន់សាសនាគ្រីស្ទានគេកាន់សាសនាដទៃគេទទួលស្គាល់ពុទ្ធគេថាពុទ្ធមិនអតិទេពណាបើក្នុងសាសនាព្រាហ្មណ៍ក្នុងសាសនាគ្រីស្ទានព្រះសិទ្ធតែអតិទេពទាំងអស់ដល់ពុទ្ធសាសនាថាពុទ្ធមិនអតិទេពណាពុទ្ធជាមនុស្សតាជាមហាទស្សនវិទូណាគេទទួលស្គាល់ពុទ្ធថាជាអ្នកប្រាជ្ញកំពូលដ៏ឆ្នើមនៅលើโลกនេះគឺព្រះអង្គត្រាស់ដឹងអ្វីទាំងអស់សពគ្រប់ដោយបញ្ញាញាណរបស់ព្រះអង្គនឹងពុទ្ធនឹងអត់មានអ្នកណាដែលមានបញ្ញាស្មើនឹងពុទ្ធទេនឹងសំសាសានុសិស្សទាំងឡាយនឹងជ្រាបហើយពាក្យថាសាសនាប្រែជាខ្មែរថាពាក្យទូលមានព្រានប្រដៅឬណែនាំឬបញ្យល់ឬប្រាប់ដល់មនុស្សទាំងឡាយទូទៅនោះមកគេថាតគ្នាជាពុទ្ធសាសនាប្រែជាខ្មែរថាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងអានេះខ្មែរសតយើងអត់ដឹងបើសិនយើងដឹងថាពុទ្ធនឹងជាអ្នកប្រាជ្ញជាមនុស្សហើយព្រះអង្គសម្ដែងប្រាប់ពីអ្វីដែលមនុស្សយើងអត់ដឹងនឹង
លោកទូលមានណែនាំយើងទៅកាន់សេចក្តីល្អហ្នឹងបើយើងយល់យ៉ាងយើងមានជំនឿលើព្រះពុទ្ធយើងខំសិក្សាខំរៀនសូត្រទៅតាមព្រះពុទ្ធដល់យ៉ាងយើងអត់យល់ដល់យើងមិនយល់យកព្រះពុទ្ធហ្នឹងទៅជាគ្រឿងបន់ស្រន់បួងសួងទៅវិញវាខុសអាហ្នឹងខុសអាពិធីបន់ស្រន់បួងសួងសំណូមពរឲ្យព្រះពុទ្ធលោកជួយហ្នឹងអាហ្នឹងខុសពុទ្ធសាសនាមិនមានទេការដែលយើងបន់ស្រន់បួងសួងជំនួយអំពីខាងក្រៅគឺដែលមាននៅក្នុងសាសនាព្រាហ្មណ៍ក្នុងសាសនាគ្រីស្ទានក្នុងសាសនាមូស្លីមអាហ្នឹងបានគេសុំអំណោយពីអាទិទេពមេសាសនានឹងបានតែពុទ្ធអត់មានទេនឹងសំជ្រាបវាច្រឡំគ្នាអញ្ចឹងណាច្រឡំអញ្ចឹងមានអីយើងបន់ស្រន់បួងសួងដោយសាសនាសាសទាំងអស់អំនេះអាទៅរៀនសូត្រតែខ្ជិលមិនសូវរៀនទេដល់ពេលចិត្តប្រឡងភ័យតាំងទៅដើរបន់ស្រន់បួងសួងហើយនៅភ្នំពេញទៅអ្នកតាដងកើព្រះដងកើគេទៀនធុអើយសុំឲ្យព្រះនឹងជួយឲ្យប្រឡងជាប់ព្រះណាមកធ្វើប្រសេវិញ្ញាសាឲ្យយើងបានអូយអានឹងចឹងហ្នឹងអានឹងឲ្យមកពីយើងអត់ដឹងតែកាលណាមានសេចក្តីភ័យត្រូវការតាំងពីនាវរកអាទិភាពខាងក្រៅឲ្យមកជួយយើងពុទ្ធសាសនាពុទ្ធលោកបដិសេធអត់ទេអត់មានឲ្យយើងយកអាទិភាពខាងក្រៅពឹងណាឲ្យមកជួយយើងសុំឲ្យជួយយើងអត់មានទេថ្ងៃនេះប្រាប់សាសនាសាសទាំងឡាយគ្រប់គ្នាកុំឲ្យច្រឡំយើងអ្នកកាន់ពុទ្ធសាសនាអត់មានត្រូវការទៅហៅអ្នកណាឲ្យមកជួយទេគឺពុទ្ធសាសនាគឺទីពឹងខ្លួនឯងពុទ្ធលោកបញ្រៀនឲ្យយើងធ្វើការងារទេតែសប្តាហ៍អ្នកទាំងឡាយកំពុងតែទទួលការសិក្សារៀនសូត្រនៅក្នុងសាលានេះនឹងជាតួកម្មការងារដែលខ្លួនធ្វើហើយអាហ្នឹងចាដែលប្រពន្ធលោកបញ្រៀនឲ្យយើងធ្វើណាគឺថាខ្លួនទីពឹងខ្លួនយើងណាខ្លួនទីពឹងខ្លួនទី1គឺទីពឹងកាយទី2ទីពឹងវាចាទី3ទីពឹងចិត្តកាយរបស់យើងព្រះពុទ្ធបញ្រៀនឲ្យធ្វើការដោយកាយដោយវាចាចិត្តអ្នកទាំងឡាយគ្រប់រូបទាំងអស់សប្តាហ៍នេះកំពុងតែធ្វើការដោយកាយដោយវាចាចិត្តនៅក្នុងសាលារៀនហ្នឹងឯងអានេះចឹងគឺអ្វីគឺកើតតែពីខ្លួនយើងធ្វើទៅនឹងជាតួពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកបញ្រៀនឲ្យមនុស្សធ្វើហ្នឹងហើយដល់អ្នកដទៃអត់យល់ចេះតែទៅសុំអតិភិបខាងក្រៅនៅឲ្យជួយបន់ស្រន់ឲ្យជួយអត់ទេអ្នកណាដែលទៅបន់ស្រន់មិនអ្នកកាន់ពុទ្ធសាសនាទេអ្នកណាដែលខំធ្វើការបានអ្នកកាន់ពុទ្ធសាសនាស្ដាប់បានទេយល់ប៉ុណ្ណឹងនិយាយនេះរាក់ស្រាលហើយងាយយល់ទេតែទៅសុំបន់ឲ្យសុំអតិភិបខាងក្រៅឲ្យជួយមិនមែនពុទ្ធសាសនាទេបើខំធ្វើការងារបានពុទ្ធសាសនាជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធហ្នឹងយល់ទេព្រះពុទ្ធអត់ឲ្យមនុស្សដើរសុំគេទេព្រោះការសុំគេវាមិនដែលបានដោយសាសនាដទៃមានតែហេតុតែវាមិនដែលបានទទួលផលពីហេតុរបស់ខ្លួនទេហេតុហ្នឹងគឺភាសាបាលីហេតុហ្នឹងគឺអ្វីដែលផ្ដើមឡើងឲ្យកើតផលឲ្យទទួលផលមានតែហេតុមនុស្សចង់បានអីសុំឲ្យព្រះប្រទានឲ្យសេចក្តីត្រូវការរបស់យើងអានេះជាហេតុហើយតែវាមិនដែលឃើញព្រះដែលយើងពឹងនឹងកាន់យកអីមកឲ្យយើងអត់មានទេតែសោះអានេះគេថាមានតែហេតុវាគ្មានផលអានឹងយ៉ាងបានព្រះពុទ្ធលោកបដិសេធហើយបើនិយាយពីពូជរបស់ព្រះពុទ្ធវិញពូជរបស់ព្រះពុទ្ធនៅលើទឹកដីឥណ្ឌាហ្នឹងពូជលោកនៅក្រោមឥទ្ធិពលរបស់សាសនាហិណ្ឌូទាំងអស់ពូជពងលោកនៅក្រោមនោះទាំងអស់ជឿអាទិទេពគោរពអាទិទេពប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងដោយបញ្ញាញាណឡើងលោកមើលឃើញអូអត់មាន
อดเมียนพอลไอเตเมียนตาเหตุเนี่ยเอาไว้ได้เวเมียนตาเหตุอดพอลพุทธศาสนามันอาจจะตัวเยาวบานแต่พระพุทธศาสนาลูกเป็นรีนมนุษย์ปีเหตุพอลเมียนเหตุมันเมียนพอลยังเคยพอลว่าเมียนเหตุพอลว่าเกิดปีเหตุเวียบอ้อยเกิดพอลน่าเว้นใจแต่ปัญหาไอ้พุทธศาสนาอุติหอเนี่ยต่างลายเรากันเนี่ยยังเคยละบ่ไอ้นรกใดปะใดนะเดินเนี่ยต่อกันเนี่ยเคยดามรกกระเจียดเคยดามโดงดามโกรยดามสมัยไอ้เจียดดามอันนั้นเชี่ยเหตุไอ้ดามนั่นไม่เชี่ยเหตุราการนายังเคยแผลโดงแผลสบายแผลโกรยอันนั้นไม่เชี่ยพอลนะพอแล้วเกิดปีเหตุคือดามนั่งไอ้บักเขมียนดามก็เวกเขมียนแผลได้นั่งบอกปนลบเป็นเรียนยังอันนั่งบานเสกระบอกเป็นอันนั้นยังพอปนเราทานเราเลือผ่านไปเลือโลกนี่ระบายกูเมียนเหตุเมียนพอได้ยังมันได้ระบายได้เวียเมียนเหตุได้อัดพอลเตแต่เอาไว้ได้เมียนเหตุอัดพอลคนลูกจรานเจ้าอัดเชื่อสมไปแต่ยืงเราเนี่ยนี่มโนพวกเนี่ยสมานอัดเหตุบ่าวเมียนเหตุทำไมเมียนยืงนั่นบ่าวอัดเหตุทำไมเมียนยืงนั่นนั่นจ้ะให้พอให้พอปูดมาเนิ่มนั่งปั๊มมัน100 เลี้ยงกอดให้พอเลยจะต่อกันเนี่ยอุติยอนยัยไปให้พอมันเอาบ่าวมันเมียนยัยตูดตาตูดก็เมียนยัยปังกาตาปังกานะยัยปังกาตาปังกายังเฉียบพอเราว่ายัยตูดตาตูดนั่งเฉียให้อาดายัยปังกายังตาปังกายังได้เฉียบพอว่าตลอดแต่เฉียให้ไปบ้านมาโลกปุ๊กเนี่ยมาได้เราว่ายังเฉียบพอแต่โลกปุ๊กเนี่ยมาได้ว่ายังได้เฉียบพอว่าตลอดแต่เฉียให้ไปบ้านมายังหนึ่งกรุ๊ปกันนี้เฉียบพอยังกะโกนในเฉียบพอตลอดให้เป็นบางโกนยังน่ะบางเจ้าน่ะเฉียบพอเจ้าเฉียบพอตลอดแต่ให้เป็นบ้านเจ้าตูเฉียบพอนี่ยัยแต่ปนังยออะไรพอมาเวกเมียนให้มนในเวกเมียนพอตอนมาเยืองเต้นั่งพุทธศาสนาลูกเป็นโยนยัยชาวบ้านเราอัตใจบ้านเนี่ยอันจังไม่เพราะว่าพุทธศาสนาเชื่อศาสนาได้ปังเรียนไอ้มนุษย์ทุกาเต้เปล่าโดยเชื่อโบราณโดนตากระไม้โนตาแช่ปีริมเมียนปีเราชมในแช่ดังเตียงบานมานกอดเป็นเนี่ยต่างหลายเรียนเต้เรียนเจตุกรรมใหม่กายกรรมไม่ใช่กรรมมโนกรรมจะเกิดไปสดับยังบ้านเนี่ยต่างหลายอะไรกันเนี่ยมันสดับเนื้ออัตบัตเนื้อเปียไปเมรีได้ลูกครูเนี่ยใหญ่ปรำยังเต้อดใจเต้สบายแน่ลูกครูเนี่ยครูครันแต่เป็นยอดปรำเหตุยังดังแต่ยังมันตัวตรังตรับสลับอัดบานเมียนตัวเชื่อมรานจำนายเช็ดดังไงดาวยังเด้งนะอาการยังสดับยังเกิดขึ้นนั่งเชื่อตัวกรรมได้เรียนไงกายยังเรียนนั่งนำเอาเชื่อมรานการเมียนปัญญาดาวยังนั่งอย่างอันนั้นวิเชื่อตัวกรรมบานพุทธศาสนาว่าปนลูกห้ามอันอ้อยยังได้ส่งกี่เดียวอัดไปยาวให้ลูกใหญ่ก็เลยแต่ยังมนุษย์ลุงอ่องไม่ลุงอ่องอัดสกัดให้พอนะแต่ส่งกินบ้านก็น่าแต่ส่งได้ไปขมิ้นแต่จ้างก็น่าแต่ส่งแต่จ้างไอ้มันบ้านก็น่าแต่ส่งแล้วบอกไอ้ได้ยังการเมียนต่างอ้อก็แต่ไปครูนยังถือต่างอ้อครบแต่กันเนี้ยแต่เปียแต่เธอก็เชื่อตัวกรรมไงเชื่อให้ได้นึ่งซ้ำอายอนยังตั้งปีพุทธศาสนาโนพุทธเจ้าบรมครูลงหามยังมันอ้อยตาซ้ำเก๋แต่ตรองตูเมียนเป็นเรียนมันเนอะอ้อยช่วยเนี่ยอ้อยช่วยเนี่ยแต่เพียซาอะไรถ้าสั่งกะหะถ้าสั่งครบ
ខ្មែរថាឲ្យជួយគ្នាបើពុតបង្រៀនមនុស្សឲ្យជួយគ្នាជួយយ៉ាងម៉េចថាលោកឪពុកអ្នកម្ដាយត្រូវជួយកូនរបស់ខ្លួននឹងសង្គ្រោះកូនប្រុសស្រីកូនប្រុសស្រីត្រូវសង្គ្រោះឪពុកម្ដាយខ្លួនវិញអានេះអញ្ចឹងប្តីត្រូវសង្គ្រោះប្រពន្ធនិយាយភាសាសាមញ្ញនិយាយស្វាមីអីក៏ស្ដាប់ងាយបានទេមិនបានរៀនហ្នឹងបើថាប្តីថាប្រពន្ធស្ដាប់បានប្រពន្ធបង្រៀនប្តីឲ្យសង្គ្រោះប្រពន្ធបង្រៀនប្រពន្ធឲ្យសង្គ្រោះប្តីទៅវិញទៅមកអញ្ចឹងបង្រៀនលោកគ្រូឲ្យសង្គ្រោះសិស្សបង្រៀនសិស្សឲ្យសង្គ្រោះលោកគ្រូវិញណាបង្រៀនចៅវាយនេះឲ្យសង្គ្រោះកម្មកររបស់ខ្លួនបង្រៀនកម្មករឲ្យសង្គ្រោះចៅវាយនេះខ្លួនវិញណាបង្រៀនអញ្ចឹងទេប្រព័ន្ធតេតងនិងសង្គមរបស់មនុស្សពុទ្ធសាសនាជាសាសនាដែលតេតងនឹងជីវិតមនុស្សសង្គមមនុស្សតែអត់មានតេតងអីខុសពីនឹងទេស្រាប់បានទេហ៎ចំណុចពុទ្ធសាសនាដែលខ្មែរយើងកាន់ហើយមិនដឹងក៏ព្រឹត្តខុសផ្លូវពុទ្ធសាសនាគឺសមនឹងមួយអាម៉ានហ៎មិនសមតែអីសូនរាយព្រះព្រំប្រអិនទេវតាតែរហូតទៅមកសមពុទ្ធទៅទៀតមកសមខ្មែរអ្នកកាន់ពុទ្ធសាសនាឲ្យតែឃើញឲ្យទៀនឲ្យធូបគឺសមហើយសូមឲ្យប្រពុតត្រង់ប្រទានសេចក្តីសុខប្រទានអាយុវែងសុខភាពល្អទ្រព្យសម្បត្តិអីទាំងបែបសពយ៉ាងទាំងអស់សូមឲ្យប្រពុតនោះដល់ខ្លួនស្លាប់នឹមទៅដាក់ឋានសួគ៌ទៀតអានឹងសមហ្នឹងតាមពិតប្រពុតលោកអត់មានអីទេប្រពុតគ្មានអីទេអានេះប្រាប់ដល់សាសនាសាសអញ្ចឹងប្រពុតជាមនុស្សម្នាក់ដែលមានអំណាចនៅលើប្រទេសមួយជាអធិបតីព្រោះគេហៅប្រទេសរបស់លោកហ្នឹងប្រទេសគេហៅកុបិលភ័សប្តាហ៍ថ្ងៃនេះគេហៅប្រែឈ្មោះនេប៉ាល់គេផ្លាដូរនេប៉ាល់នោះស្រុករបស់ព្រះពុទ្ធជាស្ដេចជាអធិបតីធំគេនៅលើប្រទេសមួយហ្នឹងមានអំណាចមានយសស័ក្តិមានទ្រព្យមានសម្បត្តិអីសពបែបសពយ៉ាងតែព្រះពុទ្ធលោកលះបង់ចោលអស់អំណាចក៏លះបង់ចោលទ្រព្យសម្បត្តិអីទាំងអស់លះបង់ចោលអស់ដោយលោកដកតែខ្លួនលោកមួយចេញពីអំណាចចេញពីទ្រព្យសម្បត្តិទៅនៅក្នុងព្រៃអត់មានយកអីទៅទេតើយើងទៅសុំឲ្យព្រះពុទ្ធប្រទានទ្រព្យសម្បត្តិមានព្រះពុទ្ធលោកមានអីឲ្យមកពីយើងមិនដឹងនឹងឯងព្រះពុទ្ធលោកក្រអត់មានទ្រព្យមានសម្បត្តិឯណាទៅសុំអីលោកបើលោកលះបង់អត់ទៅហើយនឹងសំជ្រាបលះបង់អស់បានអាស្រ័យនេះការសុំទ្រព្យសម្បត្តិអីអំពីព្រះពុទ្ធឲ្យប្រទានឲ្យក៏អត់មានទេអត់បានទេហើយវាមិនមែនជាពុទ្ធសាសនាទៀតពុទ្ធសាសនាលោកបដៅឲ្យមនុស្សបង្រៀនឲ្យមនុស្សធ្វើការទេយល់ទេអត់ឲ្យយើងទៅសំវាខុសទ្រឹស្ដីនឹងសោឲ្យជ្រាបយល់ពីពុទ្ធសាសនាអញ្ចឹងបានក្នុងភាសាបាលីថាកម្មផលអានឹងកម្មផលកម្មគឺការងារណាហេតុគេហៅកម្មដល់បានប្រយោជន៍មកជាផលព្រះពុទ្ធលោកសម្ដែងប្រាប់បញ្ជាក់ថាអំពើដែលមនុស្សធ្វើហើយត្រូវតែឲ្យផលដល់មនុស្សវិញទុំអត់ឈ្នះទេអានឹងរឿងជាស្ដែងមនុស្សដែលធ្វើអីវាឲ្យផលពីការងាររបស់ខ្លួនទុំអត់ឈ្នះត្រូវតែឲ្យផលអាក្រក់ក្តីល្អក្តីត្រូវតែឲ្យផលប៉ុន្តែយើងមិនបានសិក្សាពីកម្មផលអត់ជឿប៉ុន្តែពញ្ញល់ឲ្យជឿយកឲ្យរាក់បន្តិចឲ្យជឿដែលអ្នកទាំងឡាយរាល់គ្នាកំពុងតែសិក្សារៀនសូត្រហ្នឹងតែរៀនអីចេះហ្នឹងហើយដល់បានទេហ៎រៀនអីចេះហ្នឹងហើយដោយសាលានេះគេថាមានជំនាញ3ភាសាចិន1ហ៎ថាម៉េចហ្នឹង
អានោះភាសាមានខ្មែរមានចិនមានអង់គ្លេសអ្នកទាំងឡាយរៀនចិនចេះភាសាចិនរៀនភាសាខ្មែរចេះខ្មែររៀនភាសាអង់គ្លេសចេះអង់គ្លេសឥឡូវនិយាយអំពី